មួយពីរបីជុំរឹកសួរក៏ដូចជាសួស្ដីទៅកាន់អ្នកទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំបាទ Fuya Anime ខ្ញុំបាទមកសម្រាប់រឿងសាច់តាម៉ា VS Goku ដែលជាភាគទី6នៃភាពបន្តអ្នកទាំងអស់គ្នាហើយសម្រាប់អ្នកដែលគាត់ទៅមកថ្មីអ្នកទាំងអស់គ្នាមិនទាន់មើលជាមួយនឹងភាពមុនទេអ្នកទាំងអស់គ្នាក៏អាចទៅមើលបានជាមួយនឹងភាពមុនដែលខ្ញុំបានសម្រាប់រួចហើយតោះលើដើម្បីចង់ដឹងអត្រាសេរឿងភាគទី6របស់យើងអត្រាវាល្អមើលទៅជាយ៉ាងណាអ្នកគ្នាតោះចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅបាទ Let's go តោះសេរឿងកាយភាពមុនបន្ទាប់ពីសាច់តាម៉ារបស់យើងនឹងគាត់ក៏បានប្រយុទ្ធគ្នាជាមួយនឹងរហ័សរបស់យើងបានវាយរហ័សរបស់យើងម៉ែប៊ីងាប់ប៊ីរូបតាពេលណាក៏ស្រាប់តែសេរឿងរបស់យើងក៏បានកាត់មកខាងការប្រយុទ្ធគ្នារវាងវរៈបរិយទាំងពីរនាក់នេះវិញដែលវានឹងគឺជាការប៉ះគ្នារវាង Superman វាយគ្នាជាមួយវីតាតែពួកគេទៅពីនេះក៏ថាបានប្រើប្រាស់ជាមួយ skill រៀងៗខ្លួនរបស់ទៅវាយគ្នាដកទៅដកមកវាយមើលទៅក៏ថាពិតជាណាស់មែនទែនបើមិនយើងមើលទៅកាន់ការប្រកួតរបស់ពួកគេទៅពីនេះគឺយើងអាចនិយាយបានថាមិនទាន់ដឹងថាណាគេខ្លាំងជាងណាគេទេដោយសារតែពួកគេទៅពីនេះមានសមត្ថភាពបហាក់ផាគ្នាចឹងទៅដោយគណៈពេលណាក៏យើងបានឃើញថាពួកគេទៅពីនេះក៏បានប្រើប្រាស់ជាមួយនឹងកណ្ដាប់ដៃរបស់គេវាយបុកគ្នាដល់វាបង្កើតបានជាកម្លាំងផ្ទុះមួយយើងអាចនិយាយបានថាកម្លាំងផ្ទុះមួយនេះផងដែរគូវាក៏ពិតជាផ្ទុះខ្លាំងមហិមាខ្លាំងមែនទែនតពីពួកគេទៅពីអ្នកផ្ទុះប៉ុណ្ណឹងហើយអ្នកគ្នាប្រហែលជាគិតថាពួកគេតែแล้วអត់ហើយតាំងកប៉ាត់ទៅពួកគេទៅពីនេះមិនទាន់មានអាណាគេរងរបួសទេអ្នកគ្នាគឺគ្រាន់តែសាស្បែកតែប៉ុណ្ណោះដែលយើងអាចនិយាយបានថាឈុតមួយនេះបងដែរវាគឺជាឈុត action វាយគ្នាដាក់ទៅដាក់មកដាក់ទៅដាក់មកដល់ចឹងទៅគឺថាខ្ញុំមិនចាប់បាននិយាយច្រើនទេអ្នកគ្នាមើលសាច់រឿងរបស់យើងតែម្ដងទៅបាទhim? This was close. You're done. I don't think so. No way.ពួកគេទៅពីនេះវាយគ្នាអស់រយៈពេលមួយសន្ទុះក្រោយមកយើងបានឃើញថាវីកាតាយើងហ្នឹងគាត់ក៏អាចប្រើប្រាស់ជាមួយ skill counter របស់គាត់វាយ counter ទៅលើ Superman របស់យើងវិញចឹងទៅដោយស្រុកពេលណាគឺថា Superman របស់យើងហ្នឹងគឺមិនទាន់អស់ថាមពលទេគឺក៏បានបុកមួយជង្គង់ទៅលើ Pro វីកាតាយើងហើយលីមែនណាក៏ស្រាប់តែវីកាតាយើងគាត់បានចាប់ជាមួយជង្គង់របស់ Superman របស់យើងជាប់គាត់ក៏បានបំរើថាមពលរបស់គាត់ចេញមួយកម្រិតទៀតដែលវាគឺជាទម្រង់ Super Saiyan Red អ្នកនេះដោយធ្វើឲ្យខ្លួនរបស់គាត់ក៏ប្រែក្លាយជាពកក្រហមរបស់គាត់ក៏បានប្រែក្លាយជាទម្រង់មួយទៀតចឹងទៅវីកាតារបស់យើងហ្នឹងគាត់ក៏បាននិយាយថានៅថ្ងៃនេះពងណាគាត់នឹងគឺពិតជារីករាយជាមួយនឹងការប្រកួតដែល Superman របស់យើងនឹងគាត់គឺថាបានផ្ដល់ឲ្យមិនធ្វើឲ្យ Superman របស់យើងនឹងខកអំណងជាមួយនឹងការប្រកួតរបស់គេទេហើយគាត់គឺពិតជាអរគុណខ្លាំងមែនទែនទៅកាន់ Superman ដែលបានផ្ដល់ការប្រកួតមួយនេះមកកាន់គេហើយគេនឹងគឺនឹងអាចធ្វើឲ្យ Superman របស់យើងនឹងដល់កម្រិតកំពូលដែលគេមិនអាចធ្លាប់ជួបកាលពីមុនមកចំណែក Superman របស់យើងវិញគាត់ក៏បាននិយាយការសរសើរអំពីសមត្ថភាពរបស់ Vegeta របស់យើងខ្លាំងមែនទែនដែលគេនឹងគឺថាអាចមានបំរាប់ទីលឿនខ្លាំងមែនទែនដែលអាចគេជាមួយនឹង Last Stand ដែលគេបានបាញ់ចេញពី play របស់គេហើយគណៈពេលគឺថាពួកគេបាននិយាយគ្នាថាសារអំពីសមត្ថភាពរបស់គ្នាទៅវិញទៅមកហ្នឹងក៏ពួកគេក៏បាត់បើកកាំងវិភាគលើគ្នាម្ដងទៀតហើយដែលយើងអាចនិយាយបានថាការប្រកួតរបស់ពួកគេទៅពីរនាក់ដែលវាមើលទៅគឺថាពិតជាក្តៅអាគប់ខ្លាំងមែនទែនបាទ We'll see about that. What's going on? Its strength is growing unbelievably.
ស្របពេលដែលពួកគេទៅពីរនាក់នៅតែសម្លឹងមុខគ្នាទៅវិញទៅមកអាងនិយាយបានថាមុខរបស់ពួកគេទៅពីរនាក់មើលទៅគឺពិតជាកាយខ្លាំងមែនទែនកំពុងតែមើលសោកហ្នឹងក៏ស្រាប់តែស៊ុបមែនរបស់យើងហ្នឹងគាត់ក៏បានមាត់ទៅលើប្រូវីកតាយើងមកដៃប៉ាំងក៏ប៉ុន្តែគឺថាកិច្ចផុតពីសំណាក់វីកតារបស់យើងហើយវីកតារបស់យើងហ្នឹងគាត់មិនបានចាំយល់ទេគាត់ក៏បាន counter ទៅលើស៊ុបមែនរបស់យើងដាក់ប៉ងពីវិដៃនេះគឺអាចធ្វើឲ្យស៊ុបមែនរបស់យើងច្អល់ពោះបាត់ហើយបាត់ប៉ាយក200ម៉ែត្របន្ទាប់ពីគេត្រូវប៉ុណ្្នឹងហើយវីកតារបស់យើងគាត់មិនបានមកអន់ដៃទេគាត់ក៏បានបាញ់ជាមួយនឹងស៊ុបរបស់គាត់បាញ់ទៅលើជើងពីកតាប់ដៃរបស់គាត់នឹងចំណែកស៊ុបមែនរបស់យើងវិញម៉ែគេមិនបានប្រើ skill ទេគាត់ក៏បានប្រើជាមួយនឹង skill ផ្លុំរបស់គាត់យកទៅទប់ទល់ជាមួយនឹង skill របស់វីកតាហើយគណៈពុតអើគឺថាធម្មពលរបស់វីកតារបស់យើងគាត់ក៏ពិតជាមានកម្លាំងខ្លាំងមែនទែនធម្មពលខ្យល់របស់ស៊ុបមែនរបស់យើងគឺមិនអាចទប់ទល់ជាប់ជាមួយនឹងវីកតារបស់យើងបានទេហើយពេលនោះគឺបានធ្វើឲ្យធម្មពលរបស់វីកតាយើងមកបុកទៅលើស៊ុបមែនរបស់យើងក៏ប៉ុន្តែគឺថាត្រូវបានស៊ុបមែនរបស់យើងគាត់នឹងគិតផុតជាមួយធម្មពលរបស់វីកតាយើងចឹងទៅត្រង់កន្លែងនេះផងដែរបើសិនជាគេមិនព្រមគិតទេគឺនឹងអាចបាត់បង់ជីវិតរបស់ប្រូវីកតាយើងបាត់ហើយក៏បានធ្វើឲ្យស៊ុបមែនរបស់យើងគេគឺពិតជាមានការវ៉ាវពិតជាមានការភ្ញាក់ផ្អើលមែនទែនដល់នេះយើងឯងនិយាយបានថាចាប់ពីពេលទៅគឺថាពួកគេទៅពីរនាក់ចាប់ដើមលុយគ្នាគឺឈុតធំមែនទែនវាយគ្នាដាក់ទៅដាក់មកគឺអាចនិយាយបានថាវាយគ្នាគឺពិតជាហើយខ្លាំងមែនទែន Where are you looking at? What? Where did he go? You're in my way! What the? បន្ទាប់ពីការប្រជិះគ្នាអស់រយៈពេលមួយសន្ទុយក្រោយមកដោយខណៈពេលឯងក៏យើងបានឃើញថាបន្ទាប់ពីវីកតារបស់យើងគាត់ក៏បានស៊ីមួយកណ្ដាប់ដៃរបស់ស៊ុបមែនថែមជាមួយនឹងធម្មពលអាស្រាភ្នែករបស់ស៊ុបមែនមួយទៀតក៏បានធ្វើវីកតារបស់យើងគាត់គឺបាត់មាត់ជ្រាបបាត់ហើយបាទគាត់ក៏បានឃើញអាការល្អនៅពេលដែលវីកតារបស់យើងគាត់គឺថាបានបាត់បង់ស្មារតីយ៉ាងទៅគាត់ក៏បានថែមមួយស្គីទៀតដែលវានឹងគឺជាតម្រង់ខ្យល់របស់គាត់នឹងបានផ្លុំទៅលើវីកតារបស់យើងបានធ្វើខ្លួនរបស់គាត់នឹងប្រែក្លាយជាតកបាត់ទៅហើយបាទគេក៏បាននិយាយបកពាក្យឌឺដងនឹងផ្លែផ្កាទៅកាន់វីកតារបស់យើងថានៅពេលដែលគេនឹងបានជួបជាមួយនឹងអាតម្រង់ស្គីរបស់គាត់នឹងគឺមិនអាចធ្វើឲ្យគេនឹងប្រែក្លាយខ្លួនរបស់គេទៅជាអ្វីផ្សេងបានទៀតនោះទេគឺនឹងខ្លាចជាតកដែលអាចស្លាប់បាត់បង់ជីវិតនៅទីនេះចឹងទៅហើយគេនឹងបាននៅតែបន្តដើរទៅបន្តិចម្ដងនិយាយឌឺទៅកាន់វីកតារបស់យើងខ្លាំងមែនទែនបាត់សិតអីណាវីកតារបស់យើងនឹងគាត់នឹងគឺជាហេរ៉ូកាកាអីទេមិនអាចតស៊ូជាមួយគាត់បានទេចឹងតាមពិតទៅវានឹងគ្រាន់តែជាការសង្ងំយុទ្ធធម៌ពលរបស់វីកតារបស់យើងមិនថែមទៀតតែប៉ុណ្ណោះនៅពេលដែលគេកំពុងតែនិយាយសោកសៅហ្នឹងក៏ស្រាប់តែវីកតារបស់យើងនឹងគាត់ក៏បានប្រែក្លាយខ្លួនរបស់គាត់ចេញពីតកមួយនោះហើយបានធ្វើឲ្យគេនឹងប្រែក្លាយជាតម្រង់មួយទៀតដែលអាចនិយាយបានថាតម្រង់មួយនេះផងណាគាត់គឺពិតជា surprise ទៅលើ Superman របស់យើងខ្លាំងមែនទែនបាទគាត់ក៏បាននិយាយបកពាក្យឌឺដងទៅកាន់ Superman របស់យើងថាយេប្រូឯងអីកូជឿជាក់ខ្លាំងម្ល៉េះសមត្ថភាពត្រឹមតកប៉ុណ្ណឹងគឺមិនអាចធ្វើអ្វីទៅលើខ្លួនគាត់បាននោះទេ
នៅក្នុងថ្ងៃនេះផងដែរគាត់នឹងគឺពិតជាមានអារម្មណ៍ថាសប្បាយរីករាយមែនទែនជាមួយនឹងការប្រកួតដែល Superman របស់យើងនឹងគាត់ក៏បានផ្ដល់ឲ្យលើវិកតារបស់យើងចឹងទៅដោយសារតែការពីមុនមកគាត់នឹងគឺមិនដែលជួបគូប្រកួតណាដែលមានសមត្ថភាពខ្លាំងប្រហាក់ប្រហែលជាមួយនឹង Superman របស់យើងនោះទេហើយនៅពេលដែលគេនឹងកំពុងតែនិយាយគ្នាសុកៗហ្នឹងក៏ស្រាប់តែវិកតារបស់យើងនឹងគាត់ក៏បាន teleport ទៅកាន់មុខរបស់ Superman របស់យើងហើយក៏បានរៀបធ្វើការម៉ាត់ទៅលើ Superman របស់យើងនឹងហើយប៉ុន្តែក៏ស្រាប់តែលេចមុខជាមួយរហូតរបស់យើងដែរគេនឹងមកពីណាទេហត់ចេះទៅលើ Pro វិកតារបស់យើងមកដៃបាំងប៊ីបកាច់ដាច់ក្បាលបន្ថយបានក៏ប៉ុន្តែគឺឯងនិយាយបានថាក្បាលរបស់ Pro វិកតារបស់យើងគឺពិតជាមកមែនតើស៊ីមួយដៃនឹងហើយគឺថាក្បាលរបស់គេនឹងជាប់កទៀតអ្នកគ្នា Damn it. ហើយបន្តមកក៏ស្រាប់តែសេរីមួយក៏បានកាត់ចុះពីត្រឹមអ្នកគ្នាបាទសិនជាអ្នកគ្នាពេញចិត្តជាមួយនឹងសេរីមួយនេះអ្នកគ្នាកុំភ្លេចទៅការចុច like ក៏ដូចជា subscribe ខ្ញុំបានម្នាក់មួយបានអ្នកគ្នាហើយវីដេអូមួយនេះផងដែរគឺថាខ្ញុំសុំត្រឹម20 like បានហើយអ្នកគ្នាបាទសិនជាគ្រប់20 like ខ្ញុំនឹងធ្វើរឿងតនេះមើលទៀតដែលចាប់ពីភាគក្រោយទៅវានឹងគឺជាការប៉ះគ្នា2-1វាយបោក2-1បាទសិនជាអ្នកទាំងអស់គ្នាចង់ដឹងថាតើវិកតារបស់យើងនឹងគាត់គឺអាចទប់ទល់ទៅលើពួកពីរនេះបានដោយរបៀបណាអ្នកគ្នាកុំភ្លេចទៅ comment ច្រើនៗមកដើម្បីធ្វើខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូតទៀតអ្នកគ្នាដោយកន្លងពេលណាគឺថាខ្ញុំបាទ Fuya Anime ខ្ញុំបាទសូមជម្រាបលាបាយបាយ